នឹងអាមេរិកបន្តផ្អាកចរចាជាមួយនឹងថៃរឿងបន្ធូរបន្ថយពន្ធតែកែសម្រួលលក្ខខណ្ឌអនុវត្តសេចក្តីថ្លែងការណ៍រួមអ្នកចុះហត្ថលេខាគាំទ្រយុទ្ធនាការបណ្ដឹងប្តឹងថៃទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC កើនដល់ជាង 70,000 នាក់កម្ពុជាគ្រោងខ្ចីលុយបន្ថែមជាង $3,000 លានបង្គ្រប់តម្រូវការថវិកាជាតិស្របពេលដែលបំណុលចាស់មានជិត $13,000 លានសងគេមិនទាន់រួចវត្តមានកងទ័ពថៃសន្ទុះវត្តមានកងទ័ពវៀតណាមក្នុងថ្ងៃសម្ពោធសាលារៀននៅស្វាយរៀងនាំឲ្យប្រជាពលរដ្ឋខ្មែរព្រួយចិត្តម្ចាស់ Facebook The Morning សុំទោសករណីដែលមិនទុកចិត្តជនបរទេសនិងសរុបព្រឹត្តិការណ៍ប្រចាំថ្ងៃនេះបាទបងប្អូនព័ត៌មានដំបូងទៅមុនគឺតកតងនឹងអាមេរិកបន្តផ្អាកការចរចាពាណិជ្ជកម្មជាមួយនឹងប្រទេសថៃរឿងបន្ធូរបន្ថយពន្ធដដែលក៏ប៉ុន្តែកែសម្រួលលក្ខខណ្ឌអនុវត្តសេចក្តីថ្លែងការណ៍រួមវិញរឿងនេះគឺវារៀងដូចជាច្បោកច្បល់បន្តិចបងប្អូនដោយសារតែព័ត៌មានមួយរយៈពេលចុងក្រោយនេះគឺនៅពេលដែលមានសារចេញមកពីខាងលោកអាន់វ៉ាអ៊ីប្រាហ៊ីមដែលជាប្រធានអាស៊ានប៉ុន្មានម៉ោងនេះបាទគឺពីថ្ងៃនេះគឺគាត់ចេញសេចក្តីថ្លែងការណ៍មួយតាមបណ្ដាញសង្គម Facebook របស់គាត់និយាយថាគាត់បានតាក់ទងទៅលោកប្រធានាធិបតី Donald Trump តាក់ទងទៅលោកហ៊ុនម៉ាណែតតាក់ទងទៅលោកអនុទិនច័ន្ទវរៈកុលដែលជានាយករដ្ឋមន្ត្រីប្រទេសថៃបានជជែកបំភ្លឺម្ដងទៀតតាក់ទងនឹងរឿងយន្តការរបស់សហរដ្ឋអាមេរិកដែលខាងតំណាងរបស់ពាណិជ្ជកម្មអាមេរិកព្យួរឬក៏ផ្អាកការចរចារឿងបន្ធូរបន្ថយពន្ធពាណិជ្ជកម្មជាមួយនឹងថៃដោយយកលក្ខខណ្ឌថាថៃត្រូវតែអនុវត្តសេចក្តីថ្លែងការណ៍រួមនៅទីក្រុងកាឡាលំពួរថ្ងៃទី26 ខែតុលានឹងសិនបាទការចរចាពាណិជ្ជកម្មហ្នឹងគឺអាចនឹងបើកឡើងវិញឬក៏ចាប់ផ្ដើមឡើងវិញអីចឹងទៅអានេះគឺជាអ្វីដែលជាជំហររបស់សេតវិមានកាលពីដើមឡើយហើយក៏មានលិខិតរបស់ខាងតំណាងពាណិជ្ជកម្មរបស់សេតសហរដ្ឋអាមេរិកហ្នឹងផ្ញើជូនទៅរដ្ឋមន្ត្រីក្រសួងការបរទេសថៃហើយរដ្ឋមន្ត្រីក្រសួងការបរទេសថៃកាលពីម្សិលមិញហ្នឹងក៏បង្ហាញការខកចិត្តដែរដែលតំណាងពាណិជ្ជកម្មអាមេរិកហ្នឹងគឺចេញលិខិតមួយផ្អាកការចរចាបន្ធូរបន្ថយពន្ធពាណិជ្ជកម្មជាមួយថៃដោយយកលក្ខខណ្ឌថាលើកលែងតែថៃអនុវត្តបទជបាញ់ទៅបន្តការចរចាទៀតរឿងនេះធ្វើឲ្យថៃខកចិត្តហើយមិនពេញចិត្តបងប្អូនទាំងខកចិត្តទាំងមិនពេញចិត្តដោយសារអីថៃបានទូពិតទៅសហរដ្ឋអាមេរិកអស់ចិត្តហើយថាថៃបានរៀបរាប់អំពីព្រឹត្តិការណ៍លោកអនុទិនច័ន្ទវរៈកុលដូចខ្ញុំបានជម្រាបជូនបងប្អូនពីយប់មិញអញ្ចឹងណាលោកអនុទិនច័ន្ទវរៈកុលបានទូពិតទៅប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ថាអ្វីដែលកើតឡើងហ្នឹងគឺជារឿងដែលប្រព្រឹត្តឡើងដោយកម្ពុជាទៅវិញទេមិនមែនជារឿងថៃទេហើយថៃគេបានអះអាងទៀតថាមកពីមិនមើលចង់និយាយថាថៃគេថាមកពីកម្ពុជាហ្នឹងដាក់មីនថ្មីដែលព្រឹត្តិការណ៍ផ្ទុះមីននឹងឯងដែលធ្វើឲ្យថៃទ្រាំមិនបានដែលត្រូវការស្ទើរតែហែកចោលដែលគេហៅសេចក្តីថ្លែងការណ៍រួមដែលផ្សះផ្សាគ្នាហ្នឹងឯងព្រោះថៃគេគ្រាន់តែភ្លាមមកទាំងយោធាទ័ពអាកាសទ័ពជើងទឹកទ័ពជើងគោកស្អីនឹងរដ្ឋាភិបាលហ្នឹងគឺគេស្រោះគ្នាគេថាឈប់អនុវត្តកិច្ចព្រមព្រៀងអីទាំងអស់បងប្អូនប្រហែលជាចាំហើយមិនអញ្ចឹងភ្លាមហ្នឹងគឺថាយុទ្ធនាការគេគឺមកទំហឹងតែម្ដងគឺស្រោះគ្នាគឺឈប់អនុវត្តកិច្ចព្រមព្រៀងដោយជាការតវ៉ាឬជំទាស់ទៅនឹងអ្វីដែលគេចោទប្រកាន់ថាកម្ពុជាជាអ្នកដាក់មីនធ្វើឲ្យដាច់ជើងទាហានថៃលើកទី7ហើយដែលថៃថានេះជាការបំពានម្ដងហើយម្ដងទៀតក៏ប៉ុន្តែនៅពេលដែលគាត់ទូពិតទៅប្រាប់សហរដ្ឋអាមេរិកលោក Donald Trump ហ្នឹងក៏អត់បាននិយាយពីរឿងថាថៃរំពានដីខ្មែរថៃសម្អោចក្នុងខោថៃចូលទន្ទ្រានយកបន្លាលួសយកមករាយលើដីខ្មែរដាក់ប្លង់កម្មសិទ្ធិឈូសឆាយដីឲ្យទៅប្រជាពលរដ្ឋថៃយកពីខ្មែរនៅភូមិព្រៃច័ន្ទភូមិជោគជ័យបាញ់សម្លាប់ប្រជាពលរដ្ឋខ្មែរដោយគ្រាប់កំភ្លើង MC របស់ថៃនៅម្ដុំភូមិព្រៃច័ន្ទធ្វើឲ្យស្លាប់ម្នាក់របួស3នាក់និងរឿងមកកណក៏ដឹកទៀតគឺនាយករដ្ឋមន្ត្រីថៃអត់បាននិយាយអីមួយម៉ាត់ទេគឺនិយាយតែពីរឿងគ្រាប់មីនហ្នឹងដែលធ្វើឲ្យលោកត្រាំកាលពេលហ្នឹងគឺមែនតើអត់បានឮពីខាងកម្ពុជាខ្ញុំជឿថាប្រហែលជាលោកហ៊ុនម៉ាណែតបាននិយាយទៅលោកត្រាំពីរឿងហ្នឹងក៏តែមិនដឹងប៉ុន្តែនៅក្នុងពេលដែលសេចក្តីរាយការណ៍របស់លោកហ៊ុនម៉ាណែតដែលជួបលោកត្រាំគឺក្រៅតែពីអរគុណប្រធានាធិបតីសហរដ្ឋអាមេរិកនៅក្នុងការជួយសម្របសម្រួលឲ្យមានបទជបាញ់ហើយនឹងការធ្វើយ៉ាងម៉េចដើម្បីឲ្យស្ងប់ទៅវិញអញ្ចឹងទៅតែបើថៃវិញគឺមកចលះ3 4ទំព័រហ្នឹងគឺគេនិយាយទូពិតសហរដ្ឋអាមេរិកពីរឿងអីអញ្ចឹងណាតែយ៉ាងណាបងប្អូនអ្វីដែលថៃទូពិតអាមេរិកនេះគឺជាលទ្ធផលក៏អាមេរិកអត់បានស្ដាប់តាមថៃតាក់ទងនឹងរឿងថាកម្ពុជាឈ្លានពានថៃទេបើតាមមើលគឺសហរដ្ឋអាមេរិកដូចជាមួម៉ៅនឹងថៃថាជាសម្អោចក្នុងខោដែរខ្ញុំជឿថាកម្រិតសហរដ្ឋអាមេរិកមិនក្តាប់រឿងថៃអត់បានទេបងប្អូនសហរដ្ឋអាមេរិកមានស្ថានទូតអាមេរិកមួយនៅប្រចាំកម្ពុជាមានស្ថានទូតមួយប្រចាំនៅទីក្រុងបាងកកហើយកុំគិតថាអ្វីដែលកើតឡើងហ្នឹងគឺសហរដ្ឋអាមេរិកអត់ដឹងព្រោះក្រសួងការបរទេសអាមេរិកតាមរយៈស្ថានទូតនៅបណ្ដាប្រទេសកម្ពុជានិងថៃនេះគឺជាភ្នែកជាច្រមុះជាអ្នកដែលនៅមូលដ្ឋានផ្ទាល់គេរាយការណ៍ប្រាប់មកសេតវិមានហើយនឹងនេះនឹងរាល់ថ្ងៃទេមិនមែនតាមរយៈនេះរាយការណ៍ព័ត៌មានណាទេគឺតាមរយៈមន្ត្រីនៅមូលដ្ឋានរបស់គេ
អានឹងឲ្យដែលថាសហរដ្ឋអាមេរិកគេក្តាប់ព័ត៌មាននឹងជុំឲ្យព័ត៌មានពីស្ថានទូតនឹងឯងទៅក្រសួងការបរទេសនឹងឯងដែលឆ្លងកាត់ទៅដល់សេតវិមានដើម្បីឲ្យប្រធានាធិបតីសហរដ្ឋអាមេរិកបានដឹងដូច្នេះព័ត៌មានទាំងអស់ហ្នឹងគឺមានតាំងពីទូតអាមេរិកនៅថៃទូតអាមេរិកនៅកម្ពុជាគឺប្រមូលព័ត៌មានឲ្យផ្ដល់ព័ត៌មាននេះជាទៀងទាត់រាល់ថ្ងៃប្រទៅឲ្យប្រធានាធិបតីអាមេរិកនៅក្នុងការយកមកសម្រេចរឿងនេះដូច្នេះលោកត្រាំបានដឹងរឿងនឹងពីស្ថានទូតទាំងសងខាងអស់ហើយមិនចាំបាច់លោកអនុទិនច័ន្ទវរៈគុលទូលពិតឬយ៉ាងណាទេក៏ប៉ុន្តែនៅពេលដែលលោកអនុទិនច័ន្ទវរៈគុលនិយាយពីរឿងមីននេះធ្វើឲ្យអ្វីវាហាក់បីដូចជាត្រូវចិត្តនឹងលោកត្រាំតាក់ទងនឹងរឿងមីនដែរបងប្អូនមានចាំទេនៅពេលដែលគាត់ដាក់សម្ពាធអាមេរិកខឹងរឿងមួយឯងខឹងរឿងថៃផ្អាកឬក៏ព្យួរការអនុវត្តបទជបាញ់រឿងការផ្អាកនិងការអនុវត្តបទជបាញ់ហ្នឹងវាមិនមែនតាក់ទងនឹងសន្តិភាពរវាងកម្ពុជានិងថៃទេវាប៉ុន្តែវាបាក់មុខលោកត្រាំព្រោះលោកត្រាំខំប្រឹងទៅចុះជាអធិបតីនៅក្នុងពិធីចុះហត្ថលេខាហេតុអីបានជាគាត់មកវិញស្រាប់តែពិធីចុះហត្ថលេខាដែលគាត់កំពុងតែយកជាសមិទ្ធិមួយសម្រាប់ទៅបង្ហាញគេថាគាត់បានជួយផ្សះផ្សាប្រទេសឲ្យមានសុខនេះឲ្យកំពុងតែបរាជ័យរឿងអ៊ុយក្រែនហើយនិងរុស្ស៊ីដែលអត់ព្រមត្រូវគ្នាសោះដែលខាងនោះក៏សម្អល់ក្នុងខោគាត់ខំប្រឹងយកមកផ្សះផ្សាប៉ុន្តែចុងក្រោយនៅតែប្លង់ដាក់គ្នាអត់ព្រមឈប់អញ្ចឹងទៅវាធ្វើឲ្យគាត់មានការរកម្មចិត្តដែរវាធម្មតាជាថ្នាក់ដឹកនាំខំចំណាយពេលវេលាខំអីសពបែបយ៉ាងជួយដើម្បីបើបានសុខសន្តិភាពរវាងថៃនិងកម្ពុជាក៏ជាការល្អប៉ុន្តែក៏ជាមុខមាត់សម្រាប់គាត់ដែរដល់ពេលហើយមកដល់ផ្ទះវិញស្រាប់តែនោះបាញ់គ្នាប្រាវផ្ទុះមានគ្រូងឈប់អនុវត្តបទជបាញ់វាអាម៉ាស់សម្រាប់អន្តរជាតិសម្រាប់លោកត្រាំលើឆាកអន្តរជាតិដែរដោយសារប្រជាប្រិយរបស់គាត់កំពុងធ្លាក់ចុះផងដូច្នេះគាត់រងកាតព្វកិច្ចទាំងសិលធម៌ទាំងប្រជាប្រិយទាំងនយោបាយទាំងអីសពបែបយ៉ាងដល់អញ្ចឹងទៅនៅពេលដែលគាត់ស្ដាប់ព័ត៌មានទាំងអស់ហ្នឹងជាការពិតគឺសមនឹងអ្វីដែលលោកអនុទិនច័ន្ទវរៈគុលមកឌឺដាក់អាមេរិកប្រហែលថ្ងៃមួយថ្ងៃមុនហ្នឹងថាដាក់ពន្ធស្អីក៏អត់ឈឺក្បាលដែរឥឡូវអាមេរិកដាក់មែនមិនមែនដាក់ពន្ធទេគឺឈប់ចរចាបញ្ចុះពន្ធ 9-10% ទុកនៅពេលអាមេរិកកំណត់ការដែលមិនចរចារឿងបញ្ចុះពន្ធថៃហ្នឹងគឺមានលក្ខខណ្ឌមួយយើងចាំច្បាស់ណាស់មិនចឹងឯម្សិលមិញលក្ខខណ្ឌរបស់អាមេរិកកាលពីម្សិលមិញគឺការចរចានេះនឹងមិនបើកធ្វើឡើងវិញទេលើកលែងតែថៃចាប់ផ្ដើមព្រមអនុវត្តកិច្ចព្រមព្រៀងឬក៏ប័ណ្ណសេចក្តីថ្លែងការណ៍រួមពីបទជបាញ់នេះអានេះគឺជាលក្ខខណ្ឌរបស់អាមេរិកហើយនៅក្នុងហ្នឹងអាមេរិកក៏បានបញ្ជាក់តាក់ទងនឹងការជជែកពីរឿងការបដិញ្ញាចិត្តរបស់កម្ពុជានិងថៃក្នុងការដោះមីនតាមតំបន់ព្រំដែនតាមសំណើរបស់ថៃដែរអានេះធ្វើឲ្យអាមេរិកពេញចិត្តរឿងដោះមីននឹងដែរហើយអាមេរិកបានលោកត្រាំក៏ថាបើសិនជាយើងនាំគ្នាដោះមីននឹងឲ្យឆាប់ទៅគាត់គិតថាជាការល្អដែលធ្វើអាចឲ្យគាត់នឹងពិចារណារឿងបទូបថយពន្ធទៀតផងឃើញរឿងយករឿងមីនហ្នឹងមកជារឿងចាំន័យថាអាមេរិកក៏ទទួលបានព័ត៌មានថាអាបញ្ហាមីនហ្នឹងគឺស្របតាមអ្វីដែលថៃចោទមែនហើយក៏ប៉ុន្តែអាមេរិកមិនពេញចិត្តរឿងថៃឈប់អនុវត្តបទជបាញ់អញ្ចឹងនៅក្នុងន័យនេះអាមេរិកចង់មិនចង់ក៏លំអៀងទៅខាងភាគីថៃរឿងមីនផ្ទុះហ្នឹងនៅតែអាចគិតថាត្រូវតែដោះស្រាយបានន័យថាដោះស្រាយយ៉ាងម៉េចគឺសម្អាតមីនហ្នឹងដោះមីនហ្នឹងទៅកុំជំទាស់គ្នាអានេះក៏ជាសម្ពាធមួយសម្រាប់កម្ពុជាដែរព្រោះអីអាមេរិកបិទដាក់សម្ពាធថៃឲ្យគោរពតាមលក្ខខណ្ឌនៃបទជបាញ់ហើយត្រូវគោរពមកវិញអត់មានត្រូវលុបចោលអីទេប៉ុន្តែនៅក្នុងពេលជាមួយគ្នាហ្នឹងដាក់សម្ពាធឲ្យភាគីកម្ពុជានិងថៃដោះមីនជុំគ្នារឿងដោះមីននេះមិនមែនសម្ពាធទៅថៃទេរឿងដោះមីននេះជាសម្ពាធមកកម្ពុជាព្រោះថៃអត់មានប្រកែកទេរឿងដោះមីនគឺចង់ឲ្យដោះ13កន្លែងឯណោះតែកម្ពុជាដំបូងព្រមតែមួយកន្លែងហើយក្រោយមកព្រម5កន្លែងឥឡូវនេះនៅសល់13កន្លែងហ្នឹងគឺទាំងអស់នៅ8កន្លែងទៀតអញ្ចឹងបានន័យថាតាមរយៈសម្ពាធនេះកម្ពុជាអាចព្រមដោះមីនទាំង13កន្លែងបើអញ្ចឹងថៃក៏អត់ព្រមអនុវត្តបទជបាញ់កម្ពុជាសន្តិភាពឬក៏ការត្រូវគ្នាក៏អត់មានដែរតើតែយើងព្រមដោះមីនអាហ្នឹងជាលក្ខខណ្ឌដំបូងក៏ប៉ុន្តែម្សិលមិញថ្ងៃមិញនេះលោកអនុទិនហ្នឹងគឺអត់បាននៅស្ងៀមទេគឺជ្រុកជ្រួលច្បល់ដោយសារអីមានប្រតិកម្មពីប្រជាពលរដ្ឋថៃនិងថ្នាក់ដឹកនាំនៅក្នុងជួររដ្ឋាភិបាលថៃពីមុនមកហ្នឹងគឺខាងក្រសួងការបរទេសអីគេមិនពេញចិត្តនឹងមាត់អត់គម្របរបស់លោកអនុទិនដែលថាគេដាក់ពន្ធអីក៏ដាក់ទៅប៉ុន្តែអាការហ្នឹងវាប៉ះដល់ប្រជាប្រិយលោកអនុទិនដែរព្រោះនៅពេលដែលផ្កើនដាក់អាមេរិកហើយតែអាមេរិកដាក់សម្ពាធវាធ្វើឲ្យប្រជាប្រដ្ឋថៃគិតថាថៃចាប់ផ្ដើមផ្កើនដាក់អាមេរិកខ្លាំងពេកវាប៉ះពាល់ដល់ទំនាក់ទំនងពាណិជ្ជកម្មអ្នករកស៊ីនៅអីក៏គេមិនសប្បាយចិត្តដល់អញ្ចឹងលោកអនុទិនហ្នឹងជ្រួលច្បល់ចាប់ផ្ដើមតាក់ទងទៅលោកអាន់វ៉ាអ៊ីប្រាហ៊ីមវិញគាត់ថាសុំឲ្យនិយាយទៅលោកដូណាល់ត្រាំផងថាអាការដែលជប់ចរចារឿងការបទូបថយពន្ធហ្នឹងកុំឲ្យចងភ្ជាប់កាតព្វកិច្ចនៃការអនុវត្តបទជប់បាញ់ឡើងវិញអីនេះអ្វីដែលលោកអនុទិនច័ន្ទវរៈគុលទេទៅប្រាប់លោកអនុទិនច័ន្ទលោកអាន់វ៉ាអ៊ីប្រាហ៊ីមឲ្យតាក់ទងទៅលោកប្រធានាធិបតីសហរដ្ឋអាមេរិកហ្នឹងបំភ្លឺរឿងហ្នឹងផងកុំឲ្យចងអាហ្នឹងជាប់គ្នាគាត់ថាបើផ្អាកការចរចាពាណិជ្ជកម្មក៏ផ្អាកចោះក៏ប៉ុន្តែកុំឲ្យផ្អាកឲ្យដាក់លក្ខខណ្ឌថាត្រូវតែគោរពកិច្ចព្រមព្រៀងនៃបទជប់បាញ់ព្រោះអីថៃថាកម្ពុជាជាអ្នកបំពេញថៃអញ្ចឹងបើចងកាតព្វកិច្ចឲ្យថៃជាអ្នកគោរព
វាអត់យុត្តិធម៌សម្រាប់ថៃអានេះសម្រាប់លោកអនុទិនច័ន្ទវរៈគុលដែលគេលើកឡើងពួកគេនៅតែចោទថាអាបទជប់បាញ់ហ្នឹងថៃអត់មានបំពេញទេកម្ពុជាទេរឿងដាក់មីនប៉ុន្តែអារឿងហ្នឹងគឺអយុត្តិធម៌ដែរបងប្អូនដោយសារអីថៃនិយាយតែមួយជ្រុងអាខ្លួនឯងបំពេញខ្មែរគ្រប់រឿងអត់និយាយតែពីរឿងមីនហ្នឹងមួយគត់អារឿងខ្លួនឯងយកលបងបលាលួសយកអីមកធ្វើបាបប្រជាពលរដ្ឋដីធ្លីទុកទៅនិយាយទៅធ្វើបាបផ្លូវចិត្តទាហាននៅជួរមុខរហូតទាំងច្រកអានសេះទាំងនៅអូ3ជាន់ទាំងនៅអូភ្លុកដំរីទាំងអីគ្រប់កន្លែងអត់មាននិយាយអីនិយាយតែពីរឿងមីនហ្នឹងមួយដែលនៅកន្លែងភ្នំទ្រាប់ហ្នឹងប៉ុន្តែអាមេរិកហាក់បីដូចជាលំអៀងទៅខាងរឿងមីនហ្នឹងចង់និយាយថានៅតែចង់ឲ្យដោះមីនហ្នឹងដែរតែឥឡូវនេះដល់ពេលដែលលោកអនុទិនទូពិតទៅលោកអាន់វ៉ាអ៊ីប្រាហ៊ីមលោកអាន់វ៉ាអ៊ីប្រាហ៊ីមក៏បានជជែកទូរស័ព្ទទៀតតាក់ទងនឹងគ្នា4នាក់ហ្នឹងគឺមានលោកដូណាល់ត្រាំលោកហ៊ុនម៉ាណែតនិងលោកអនុទិនច័ន្ទវរៈគុលហ្នឹងបំភ្លឺរឿងហ្នឹងស្រាប់តែថ្ងៃនេះគឺចេញសេចក្តីថ្លែងការណ៍ថ្មីមួយពីលោកអាន់វ៉ាអ៊ីប្រាហ៊ីមថាអាមេរិកមិនយកកាតព្វកិច្ចនៅក្នុងការឲ្យថៃព្រមអនុវត្តកិច្ចព្រមព្រៀងនៃបទជប់បាញ់ឡើងវិញជាប់ទៅនឹងការផ្អាកណែធ្វើចរចាផ្នែកពាណិជ្ជកម្មរឿងបទុបថយពន្ធនឹងទេអញ្ចឹងបានន័យថាម៉េចបានន័យថាអាមេរិកកែសម្រួលលក្ខខណ្ឌដែលកំណត់ឲ្យថៃដែលដាក់សម្ពាធឲ្យថៃដោះស្រាយនោះអញ្ចឹងបានកាលលើកមុនដាក់សម្ពាធថាបើថៃអត់ព្រមលុបចោលចង់និយាយថាបើថៃមិនព្រមអនុវត្តកិច្ចព្រមព្រៀងឬក៏សេចក្តីថ្លែងការណ៍រួមឡើងវិញទេគឺការផ្អាកការចរចាហ្នឹងគឺរហូតហើយតកតងនឹងរឿងបទុបថយពន្ធហ្នឹងប៉ុន្តែឥឡូវកែសម្រួលទៅយ៉ាងម៉េចវិញបានន័យថាអាមេរិកនៅតែបន្តផ្អាកការចរចាបន្ធូរបន្ថយពន្ធជាមួយនឹងប្រទេសថៃប៉ុន្តែមិនចងលក្ខខណ្ឌឲ្យថៃត្រូវតែអនុវត្តសេចក្តីថ្លែងការណ៍រួមនឹងដើម្បីជាធ្នូនឹងការដែលចាប់ផ្ដើមការចរចានឹងឡើងវិញទេឥឡូវលុបអាហ្នឹងឬក៏កែសម្រួលពាក្យថាកែសម្រួលហ្នឹងគឺលុបចោលលុបលក្ខខណ្ឌហ្នឹងវិញបានន័យថាម៉េចលែងមានលក្ខខណ្ឌកំណត់ឲ្យថៃខុសអីទៀតហើយហ្នឹងអញ្ចឹងបានន័យថាស្រាលដូចស្នោវិញហើយហ្នឹងគឺវាទៅដូចសម្លៃទៅវិញធម្មតាវិញហ្នឹងអញ្ចឹងអាមេរិកគឺមិនចរចាជាមួយថៃតាក់ទងនឹងរឿងពាណិជ្ជកម្មអត់មានតាក់ទងរឿងព្រំដែនទៅវិញរឿងហ្នឹងវាអញ្ចឹងហើយសារនេះគឺត្រូវបានលោកអាន់វ៉ាអ៊ីប្រាហ៊ីមបានបញ្ជាក់ឲ្យថាសហរដ្ឋអាមេរិកមិនចងកាតព្វកិច្ចថៃដាក់សម្ពាធរឿងត្រូវគោរពសេចក្តីថ្លែងការណ៍រួមដើម្បីជាធ្នូនៅក្នុងការដែលអាមេរិកឈប់ផ្អាកឬក៏តាក់ទងនឹងការចរចាពាណិជ្ជកម្មហ្នឹងទេហើយលោកអាន់វ៉ាហ្នឹងប្រាប់ទៀតថាទោះជាយ៉ាងនេះក្តីភាគីទាំងពីរគឺកម្ពុជាថៃបដិញ្ញាថានឹងស្ដារស្ថានភាពនេះឡើងវិញបងប្អូនរឿងនេះមើលទៅវារៀងច្បោកច្បល់បន្តិចព្រោះអីអាមេរិកហាក់បីដូចជា flip flop ចង់និយាយថាប្រែប្រួលទៅតាមការចង់បានរបស់ថៃដែរព្រោះអីបើសិនជាថៃចង់ខ្លាចបាក់មុខនៅក្នុងការដែលអាមេរិកសង្កត់យកអាបញ្ហាមិនគោរពតាមបទជប់បាញ់ហ្នឹងធ្វើជាលក្ខខណ្ឌដើម្បីជប់ចរចារឿងពាណិជ្ជកម្មក៏ប៉ុន្តែឥឡូវនេះទៅជាដកអាហ្នឹងទៅវិញពិបាកណាស់បងប្អូនបើយើងមើលទៅថៃចាប់ផ្ដើមជីសេះលែងដៃទៀតហើយអញ្ចឹងថៃបើយើងនិយាយអំពីព្រៀបគឺថៃមានព្រៀបសូម្បីតែជាមួយសហរដ្ឋអាមេរិកក៏អត់អាចដាក់សម្ពាធថៃពីរឿងឲ្យចូលទៅអនុវត្តបទជប់បាញ់បដិញ្ញាអនុវត្តបទជប់បាញ់នឹងដែរបើមិនដូច្នេះទេគឺគេនឹងមិនបើកការចរចាបទូបថយពន្ធឡើងវិញឥឡូវថៃមានខ្វល់អីអាការមិនបទូបថយពន្ធហ្នឹងគឺគ្រាន់តែអាមេរិកបានន័យថាផ្អាកហើយដល់ពេលអញ្ចឹងវាទៅជាច្បោកច្បល់ហើយបងប្អូនតើអាមេរិកផ្អាកការបទូបន្ថយពន្ធចរចាជាមួយថៃដោយសាររឿងអីយើងវាអត់ដឹងដោយសាររឿងអីមិនមែនទេអាមេរិកស្រាប់ថាអូឈប់ចរចារឿងពន្ធហ្នឹងហើយតែវារឿងអីតើដោយសារតែរឿងលោកអនុទិនមាត់អត់គម្របនិយាយថាមកពីបើអាមេរិកចង់ដាក់ពន្ធដាក់គំនាបទៅលើពន្ធកយទៅលើថៃក៏អត់ខ្វល់ដាក់ 100% ក៏បានខ្វះអីប្រទេសដទៃទៀតអានេះបើសិនជាគាត់ដាក់កាលពីលោកអនុទិននិយាយភ្លាមសមហេតុសមផលពួកអីអាមេរិកចង់ឌឺដាក់ទៅថៃវិញថាអូចង់ហួចហៅខ្យល់ហីភ្លើងកំពុងតែឆេះផ្ទះចង់ហួចហៅខ្យល់ឥឡូវឲ្យខ្យល់ទៅតាមគួចឲ្យឆេះណាណីចឹងអាមេរិកក៏ចង់ចឹងច្រើនទូបដ ாய் ទៅគឺចង់ប្រាប់ថាបើសិនជាអាការដែលផ្អាកការចរចាពាណិជ្ជកម្មជាមួយថៃនឹងរឿងពន្ធនឹងថ្ងៃពេលដែលអនុទិននិយាយរួចហើយស្រាប់តែតំណាងពិសេសពាណិជ្ជកម្មអាមេរិកចេញសេចក្តីថ្លែងការណ៍ហ្នឹងវាសមស្របថាជាហេតុផលបញ្ជាក់ប្រាប់ទៅថៃថាកុំគ្រាន់បើពេកអាមេរិកដាក់ហើយឲ្យនៅឯងរៀងអាហ្នឹងវាសមហេតុសមផលតែដល់តែពេលទៅចេញពីម្សិលមិញបានន័យថាដោយសារតែអាមេរិកចង់ដាក់សម្ពាធរឿងថៃមិនគោរពតាមបទជប់បាញ់គឺដាក់សម្ពាធទៅថៃថាជាអ្នកខុសហ៎បងប្អូនខ្មែរយើងស្ដាប់ទៅដូចជារឿងសំភើបដែរព្រោះអីអូបានអាមេរិកនៅខាងយើងហើយព្រោះសង្កត់ថៃដែរតែដល់ពេលថ្ងៃនេះទៅកលេសខេះចឹងទៅជាស្អីគេផ្អាកពាណិជ្ជកម្មហ្នឹងចរចារឿងពន្ធហ្នឹងអត់មានតាក់ទងនឹងរឿងសម្ពាធដាក់ឲ្យថៃត្រូវតែអនុវត្តបទជប់បាញ់ចឹងបានន័យថៃអត់មានខុសអីទាំងអស់កំហុសមកធ្លាក់មកលើកម្ពុជាទៅវិញនៅក្នុងនេះណាគឺអញ្ចឹងហើយឲ្យកម្ពុជាប្រឹងដោះមីនទៅខុសរឿងដោះមីនហ្នឹងទៀតហើយឥឡូវនេះទៅជាអញ្ចេះទៅវិញវាមានរឿងមួយដែលជាតម្រុយមួយដែលគួរឲ្យចាប់អារម្មណ៍លោកអនុទិនច័ន្ទវរៈគុលថាតាមពិត
លិខិតរបស់តំណាងពាណិជ្ជកម្មពិសេសរបស់អាមេរិកនេះដើម្បីផ្អាកការចរចាអំពីការអនុគ្រោះពន្ធឬក៏បន្ធូរបន្ថយពន្ធគយនេះមិនមែនចាញ់ក្រោយគាត់ជួបជាមួយលោកត្រាំនិយាយពីរឿងគេដាក់លក្ខខណ្ឌឲ្យថៃគោរពតាមបទច្បាញ់ហ្នឹងទេថាអាលិខិតនេះចេញតាំងពីមុនមានកិច្ចសន្ទនាគ្នាហ្នឹងម្លេះណាវាទៅជាអញ្ចេះវិញប៉ុន្តែបើដូចអ្វីដែលលោកអនុទិនច័ន្ទវរៈគុលថាលិខិតដែលតំណាងពិសេសរបស់ពាណិជ្ជកម្មអាមេរិកចេញទៅផ្អាកការអនុគ្រោះពន្ធមុននឹងអាមេរិកដាក់សម្ពាធឲ្យគោរពតាមលក្ខខណ្ឌនៃបទច្បាញ់នេះវាមានរឿងល្អនិងរឿងអាក្រក់សម្រាប់ថៃរឿងល្អគឺថៃរួចខ្លួនពីការដាក់សម្ពាធរបស់អាមេរិកដែលថាថៃត្រូវតែគោរពតាមបទច្បាញ់ហើយថៃជាអ្នកប្រព្រឹត្តខុសដែរបានជាហេតុអីបានជាមិនគោរពតាមបទច្បាញ់ដាក់សម្ពាធឲ្យថៃគោរពបើទោះបីជាថៃគិតថាខ្មែរបំពេញអញ្ចឹងនៅក្នុងន័យហ្នឹងគឺបានន័យថៃរួចខ្លួនពីការខុសតែគេចោទប្រកាន់អាមេរិកចោទថាថៃមានផ្នែកនៃកំហុសដែរបានជាបខំឲ្យទៅគោរពបទច្បាញ់វិញនៅពេលដែលថៃគិតថាអានឹងជាលក្ខខណ្ឌដើម្បីចងកម្ពុជាឲ្យគោរពបទច្បាញ់តែព្រោះកម្ពុជាជាអ្នកប្រព្រឹត្តខុសដាក់មីនដាក់អីអញ្ចឹងដូច្នេះក្នុងន័យហ្នឹងគឺល្អសម្រាប់ថៃរួចខ្លួនមួយថាលែងជាប់សម្ពាធក៏ប៉ុន្តែអាក្រក់សម្រាប់ថៃបើទោះជាលិខិតហ្នឹងចេញមុននឹងជជែកជាមួយលោកត្រាំពីរឿងដាក់សម្ពាធឲ្យគោរពបទច្បាញ់ហ្នឹងក៏ដោយគឺបានន័យថាវាអាក្រក់ត្រង់ថាអាមេរិកគេដាក់ឌឺណែឯងតើណែឯងអត់គម្របមាត់ពីដើមមកឃើញគេដាក់ហេតុអីបានមកជ្រួលច្បល់ហ្មងដល់ពេលក្រែងគ្រាន់បើហ៎ក្រែងប្រាប់ថាមិនខ្លាចពន្ធទេមិនខ្លាចអាមេរិកដាក់ពន្ធទេទៅរកប្រទេសណាក៏បានណាហើយចុះឥឡូវហេតុអីក៏មកចលាចលអីរឿងពេលដែលគេចេញលិខិតដាក់នេះទៅឲ្យចាប់ផ្ដើមទាមទារឲ្យដូរលក្ខខណ្ឌអីឡាក់ហ្នឹងឡាក់អញ្ចឹងថៃគាត់កំពុងតែសម្អាតនយោបាយកក្រិចស្មោកគ្រោករបស់គាត់ប៉ុន្តែកន្លែងខ្លះចង់ជាប់ផងតែបងប្អូនទោះជាយ៉ាងណាខ្ញុំគិតថានៅពេលដែលកែសម្រួលលក្ខខណ្ឌនេះគឺយើងចាញ់ប្រៀបថៃច្រើនទៀតហើយបងប្អូនព្រោះអីអាការអនុគ្រោះពន្ធដែលថៃដែលអាមេរិកដាក់ហ្នឹងមិនមែនជាសម្ពាធជាលក្ខខណ្ឌឲ្យថៃគោរពតាមកិច្ចព្រមព្រៀងនៃបទឈប់បាញ់ឡើងវិញទេគឺដាក់ដូចជាការផ្កើនលោកអនុទិនច័ន្ទវរៈគុលដែលប្រហែលថ្ងៃមុនដែលថាអត់ការអនុគ្រោះពន្ធអាមេរិកក៏បានដែរដាក់100ក៏បានដែរអានោះវាទៅជារឿងពាណិជ្ជកម្មទៅវិញហើយដល់អញ្ចឹងវាស្របគ្នាទៅនឹងអ្វីដែលលោកអាន់បាអ៊ីប្រាហ៊ីមទៅចេញសេចក្តីថ្លែងការណ៍ថ្ងៃនេះដែលប្រាប់ថាការផ្អាកការចរចាអនុគ្រោះពន្ធជាមួយប្រទេសថៃនិងអាមេរិកនេះគឺមិនពាក់ព័ន្ធជាមួយនឹងបទឈប់បាញ់និងការអនុវត្តសេចក្តីថ្លែងការណ៍រួមទេឃើញរឿងហ្នឹងវាស្រាយទៅថៃធូរខ្សាក់អស់លីងរួចខ្លួនអស់លីងបន្ទុកធ្លាក់មកលើកម្ពុជាយើងអកុសលណាស់បងប្អូនចឹងបានថាពេលដែលចំនួននយោបាយជាមួយប្រទេសមហាអំណាចគេមានសម្ព័ន្ធមិត្តជាមួយនឹងអីនឹងគ្នានឹងពិបាកទុកចិត្តគេណាព្រោះអីតែយើងវាខ្សោយយើងទុនយើងអីអញ្ចឹងយើងអោបជើងគេដល់ពេលគេបានប្រយោជន៍បានអីគឺគេអញ្ចឹងដល់ពេលអញ្ចឹងឥឡូវយើងត្រូវតែអនុវត្តតាមអារឿងដោះមីនហ្នឹងហើយថៃលែងជាប់កាតព្វកិច្ចនៃការដែលត្រូវអនុវត្តអាកិច្ចព្រមព្រៀងស្អីគេហ្នឹងហើយដូច្នេះថៃគេចង់បំពេញអីទៀតហើយគេនៅតែមកចោទខ្មែរយើងពីរឿងបំពេញបាទឥឡូវកុំអស់សង្ឃឹមពេកអារឿងពាណិជ្ជកម្មថៃហ្នឹងវាអាចជាសារមួយដែលអាមេរិកប្រាប់ថាដោះស្រាយបញ្ហាសេដ្ឋកិច្ចហ្នឹងទៅអាចជាផ្សំគ្នាអីដែរថាការទូតគេចង់ទុកមុខតែប៉ុន្តែក្នុងន័យហ្នឹងគឺមានន័យគ្រប់គ្រាន់ហើយដែលថាថៃត្រូវតែចូលមកតុកចរចាឬក៏គោរពបទឈប់បាញ់ហ្នឹងគាត់ថាលក្ខខណ្ឌវារៀងស្រាលតែបងប្អូនសង្ឃឹមវាមាននៅលើបងប្អូននៅក្រៅប្រទេសខ្លះដែរមិនអត់សោះទេមិនចឹងឯងបងប្អូនអាមេរិកគេសុំកលុំគ្នាត្រូវគ្នាជាមួយថៃអីយ៉ាងម៉េចឬក៏ដកលក្ខខណ្ឌកែសម្រួលអីយើងនឹងមើលទៅរៀងសង្ហាចិត្តតែយ៉ាងហោចណាស់ក៏វាបានខ្លះដែរវាមិនអត់សោះទេតែអ្វីដែលគួរឲ្យជាក្តីសង្ឃឹមហើយធ្វើឲ្យខ្មែរចេះតែមានទឹកមាត់លេបខ្លះនេះគឺយុទ្ធនាការរបស់ខ្មែរយើងនៅក្រៅស្រុកដែលលោកមួនពេជ្រដែលខំប្រឹងដុតដៃដុតជើងប្រមូលស្នាមមេដៃគ្រប់គ្រងបណ្ដឹងដែលដាក់ប្តឹងថៃទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC នេះថ្ងៃនេះគឺគាត់បានបង្ហាញនៅលើ Facebook របស់គាត់ថាកើនឡើងដល់ទៅជាង 70000 នាក់សន្ធឹកណាស់បងប្អូន 76102 នាក់ព្រោះយប់ម្សិលខ្ញុំផ្សាយគាត់បានតែ 35000 នាក់ជាងទេឥឡូវឡើងដល់ទៅ 76000 ចឹងបានន័យថាឡើងជាង 30000 ហត្ថលេខាច្រើនណាស់បងប្អូននេះគឺជាទឹកចិត្តរបស់បងប្អូនខ្មែរយើងដែលបង្ហាញឲ្យជាក់ច្បាស់ថាចង់ប្តឹងទៅតុលាការអន្តរជាតិឲ្យជួយព្រោះលែងទុកចិត្តយន្តការដែលមានស្រាប់ដែលអត់ធ្មត់ឬដកថយនឹងហើយអានេះគឺជាបង្ហាញជាសន្ទុះប្រជាប្រដ្ឋតាបើទោះបីដូចខ្ញុំបានជម្រាបជូនបងប្អូនចឹងថាលោកមួនពេជ្រស្ថាប័នឯករាជ្យប្រជាពលរដ្ឋស៊ីវិលឬក៏អង្គការស្ថាប័នណាក៏ដោយក្រៅពីរដ្ឋាភិបាលឬរដ្ឋាភិបាលសុទ្ធតែមានសិទ្ធិនៅក្នុងការដាក់ពាក្យប្តឹងទៅតុលាការយុត្តិព្រហ្មទណ្ឌអន្តរជាតិ ICC ដោយសារតែមាត្រា15នៃលក្ខន្តិកៈនៃទីក្រុងរ៉ូមដែលគ្រប់គ្រងតុលាការនេះអនុញ្ញាតឲ្យរដ្ឋអាជ្ញាប្រមូលភស្តុតាងពីស្ថាប័នណាក៏បានដែរដើម្បីកសាងសំណុំរឿងស៊ើបអង្កេតអីចឹងទៅវាខុសគ្នាពីតុលាការយុត្តិធម៌អន្តរជាតិដែលប្រជាពលរដ្ឋសាមញ្ញដូចលោកមួនពេជ្រដូចខ្ញុំដូចបងប្អូនទាំងអស់ដែលចុះហត្ថលេខាជាង 70000 នាក់ហ្នឹងមិនអាចប្តឹងទៅតុលាការ
យុត្តិធម៌អន្តរជាតិ ICC បានទេព្រោះអីតុលាការ ICC នេះគេដោះស្រាយតែបណ្ដឹងរវាងរដ្ឋនិងរដ្ឋបានន័យថាតើតែរដ្ឋាភិបាលបានដាក់ពាក្យបណ្ដឹងបានប្រជាពលរដ្ឋធម្មតាទាំងទូទាំងប្រទេស17លាននាក់ក៏ដាក់មិនបានដែរខ្ញុំគិតថាអ្វីដែលលោកមុនពេជ្រធ្វើនេះគឺជាការបង្ហាញអំពីសន្ទុះប្រជាពលរដ្ឋដែលចង់ប្តឹងថៃមែនតើព្រោះអីកម្ពុជាអត់ប្តឹងអញ្ចឹងទុកឲ្យប្រជាពលរដ្ឋប្តឹងប៉ុន្តែបងប្អូនខ្ញុំនិយាយម្ដងទៀតតុលាការយុត្តិធម៌ព្រហ្មទណ្ឌអន្តរជាតិ ICC នេះអាចទទួលបណ្ដឹងបងប្អូនបានប៉ុន្តែមិនអាចចាត់ការថៃឬក៏បង្ខំថៃឲ្យចូលមកក្នុងការជំនុំជម្រះក្តីបានទេដោយសារថៃមិនមែនជាប្រទេសសមាជិកនៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC នេះទេថៃក៏មានល្បិចកលមួយគឺមិនចង់ចូលជាសមាជិកដោយសារហេតុផលច្រើនយ៉ាងខ្ញុំមិនបាច់បញ្យល់ទៀតទេអានេះគឺជារឿងមួយដែលអកុសលក៏ប៉ុន្តែមិនមែនបានន័យថាបងប្អូនអស់សង្ឃឹមចុះបើដាក់ទៅដល់ថៃគេអត់ត្រឹងចូលមកឬក៏តឡាការ ICC មិនអាចកោះហៅថៃបានផងតើបានផលអីយើងដាក់ចោលប្លង់កដាលទលេមិនមែនទេបងប្អូនអតិពលទី1នៅក្នុងការដែលបងប្អូនចូលរួមក្នុងការផ្តិតមេដាយឬក៏សញ្ញេនេះគឺបង្ហាញប្រាប់ទៅរដ្ឋាភិបាលកម្ពុជាថាបងប្អូនចង់ឲ្យកម្ពុជាប្តឹងហើយបើដឹងថាប្តឹងទៅនឹងតុលាការគេចាត់ការឬមិនចាត់ការឬក៏ថៃមិនជាសមាជិកក៏ដោយយ៉ាងហោចណាស់ក៏បងប្អូនជុំគ្នាកសាងសំណុំរឿងជាអន្តរជាតិឲ្យវាមាននៅក្នុងយន្តការតុលាការយុត្តិធម៌ព្រហ្មទណ្ឌអន្តរជាតិនេះមានសំណុំរឿងយោងចូលទៅយើងមានភស្តុតាងយើងដាក់ទៅវាប្រសើរជាងព័ត៌មានដែលចុះផ្សាយពីវាលពីកាលនឹង1លានដងឯណោះអតិពលវាមិនមែនដូចយើងផ្សាយចោលទេអតិពលសំណុំរឿងដែលយើងកសាងឲ្យមានប្រជាពលរដ្ឋរាប់ម៉ឺនរាប់សែនអ្នកបែបនេះគឺវាមានទម្ងន់ឲ្យរដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិនឹងយកទៅពិចារណាហើយនៅពេលដែលគេពិចារណាគេស្រាវជ្រាវគេអាចចេញដោយការចោទប្រកាន់ថៃទទួលមិនខ្វល់តុលាការព្រហ្មទណ្ឌអន្តរជាតិចេញដោយការចាប់ខ្លួនលោកវ្លាឌីមៀពូទីនដែលជារដ្ឋនាយកប្រធានាធិបតីរបស់រុស្ស៊ីបងប្អូនសួរតើបានការអីសម្រាប់លោកវ្លាឌីមៀពូទីនទេព្រោះរុស្ស៊ីមិនមែនជាប្រទេសសមាជិករបស់ ICC ផងហ្នឹងដូចតែថៃដែរក៏ប៉ុន្តែតុលាការគេចេញដោយការតាមចាប់គាត់បើសិនជាលោកវ្លាឌីមៀពូទីនហ៊ានតែធ្វើដំណើរឆ្លងចូលដល់ប្រទេសណាមួយដែលជាសមាជិករបស់តុលាការព្រហ្មទណ្ឌអន្តរជាតិនេះហើយដោយការមានស្រាប់គឺប្រទេសដែលជាសមាជិករបស់តុលាការមានភារកិច្ចនិងកាតព្វកិច្ចក្នុងការចាប់ខ្លួនលោកវ្លាឌីមៀពូទីនដើម្បីយកមកផ្ដន្ទាទោសគាត់អាចទៅប្រទេសថៃបានដែលអត់មានជាសមាជិករបស់ ICC អាចរួចខ្លួនព្រោះថៃមិនសហការចាប់ទេព្រោះមិនមែនជាប់កាតព្វកិច្ចជាសមាជិករបស់តុលាការយុត្តិធម៌អន្តរជាតិក៏ប៉ុន្តែតើគាត់នឹងកិច្ចរួចរហូតគ្រប់ប្រទេសទេព្រោះប្រទេសដែលជាសមាជិករបស់តុលាការនេះមានរាប់រយនៅហ្នឹងជាង100ឯណោះដូច្នេះអាហ្នឹងក៏ជាទម្ងន់នៅក្នុងការវាស់ដីឲ្យថៃដែរកុំឲ្យថាអត់សោះមិនចឹងឯងយើងដឹងហើយថាតុលាការក៏ហៅអត់បានព្រោះដោយសារគាត់មិនមែនជាសមាជិកតែយើងនឹងវាស់ដីឲ្យថៃដែរហើយក៏វាសើមខ្លះដែរឲ្យអន្តរជាតិដឹងបើសិនជារដ្ឋអាជ្ញាចាប់ផ្ដើមចេញជាដីកាឬក៏កសាងសំណុំរឿងសារព័ត៌មានអន្តរជាតិគេផ្សាយក៏ក្រៅពិភពលោកគឺជួយរកយុត្តិធម៌ឲ្យកម្ពុជាដល់អភ័ព្វរបស់យើងដែរដូច្នេះបងប្អូនដែលធ្វើនេះគឺជារឿងត្រឹមត្រូវហើយខ្ញុំលើកទឹកចិត្តហើយកុំឲ្យយកករណីដែលថាដាក់ប្តឹងគេមិនទៅលោកហើយបើអត់មែនជាសមាជិក ICC ទៅបានផលអីខ្ញុំជម្រាបថាផលគឺបានដូច្នេះគឺផលនយោបាយផលជាលក្ខណៈជាក់ស្ដែងឥឡូវនេះមិនទាន់ឃើញប្រមាណទេប៉ុន្តែបើរដ្ឋអាជ្ញាចាប់ផ្ដើមស៊ើបអង្កេតស្រាវជ្រាវហើយបងប្អូនប្រមូលភស្តុតាងឲ្យជាក់លាក់ត្រឹមត្រូវតាមព្រឹត្តិការណ៍ហ្នឹងណាខ្ញុំជឿថានៅពេលដែលបងប្អូនដាក់បណ្ដឹងនេះទៅរដ្ឋអាជ្ញាគេស៊ើបអង្កេតហើយគេនឹងមានក្រុមចុះស្រាវជ្រាវគេនឹងរកភស្តុតាងថែមជួយគ្នាហើយដូច្នេះខ្ញុំលើកទឹកចិត្តបងប្អូនបន្តទៀតជួយបងប្អូនមូនពេជ្រហ្នឹងទៅចូលទៅក្នុង Facebook របស់គាត់ឈ្មោះថាមូនពេជ្រហ្នឹង MOON PICH ហ្នឹងហើយចូលទៅមើលដំណរភ្ជាប់ហ្នឹងជួយចុះហត្ថលេខាគាត់ឲ្យច្រើនទៅបើមានតែវិធីនេះទេដែលយើងអាចជួយគ្នាបាននៅពេលដែលរដ្ឋាភិបាលមិនដាក់ប្តឹងទៅតុលាការនេះហើយមិនដាក់ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិទៅទៀតបងប្អូនមិនអាចធ្វើអីតាក់ទងនឹងតុលាការយុត្តិធម៌អន្តរជាតិបានទេព្រោះអីតើតែរដ្ឋាភិបាលដាក់ប្តឹងបានអញ្ចឹងបើតុលាការព្រហ្មទណ្ឌអន្តរជាតិបងប្អូនអាចធ្វើយុទ្ធនាការនេះបានក៏ប៉ុន្តែរឿងតុលាការយុត្តិធម៌អន្តរជាតិ ICJ នឹងក៏ដោយបើទោះបីជាគេត្រូវការតតែរដ្ឋាភិបាលកម្ពុជាដាក់ពាក្យប្តឹងបានអាចស្របច្បាប់នៅក្នុងការដាក់ក៏ដោយបងប្អូនក៏នៅតែមានឥទ្ធិពលផ្នែកនយោបាយនៅក្នុងការដាក់សម្ពាធរដ្ឋាភិបាលឲ្យព្រមដាក់ពាក្យប្តឹងទៅ ICJ នេះដែរព្រោះបើបងប្អូននាំគ្នាប្រមូលស្នាមមេដៃច្រើនទៅដូចអ្វីដែលបងប្អូនមុនពេចធ្វើតាក់ទងនឹងរឿងតុលាការព្រហ្មទណ្ឌអន្តរជាតិរដ្ឋាភិបាលកម្ពុជាក៏អាចរងសម្ពាធដែលជៀសមិនផុតពីត្រូវតែរកយន្តការណាដាក់ពាក្យប្តឹងនឹងដែរហើយបើអត់ទេបងប្អូនប្រមូលអាហ្នឹងធ្វើញ៉ាត់តវ៉ាបាតកម្មទៅវាយ៉ាងហោចណាស់ក៏ពិភពលោកបានដឹងថាជនជាតិខ្មែរយើងនៅគ្រប់ទិសទីអត់សប្បាយចិត្តហើយកោលទោសថៃហើយកុំធ្វើតែបាតកម្មបងប្អូនកុំធ្វើតែបាតកម្មធ្វើចោះបន្តធ្វើទៀតចោះបាតកម្មកោលទោសថៃឈ្លានពានធ្វើចោះប៉ុន្តែអានោះគឺជាសារនយោបាយមួយគ្រាន់តែបន្លាចដូចទិញមងទេបងប្អូនតែកុំឈប់
ធ្វើប្រូតេអ៊ីនមួងក៏វាដេញសត្វចាបបានមិនឲ្យស៊ីស្រូវយើងដែរសំខាន់គឺអារឿងសំខាន់តើស្រូវយើងដាក់ផ្លែឬក៏វាពូជល្អវាអាចនឹងមានគ្រាប់ឬក៏ចិត្តសង្ហែសតអីយ៉ាងម៉េចតែយ៉ាងហោចណាស់ក៏វាដេញសត្វក្អែកសត្វអីចាប់ណែកុំឲ្យមកស៊ីស្រូវយើងបានដែរអាហ្នឹងខ្ញុំចង់និយាយអំពីបាតកម្មប៉ុន្តែនៅក្នុងពេលជាមួយគ្នាហ្នឹងគឺត្រូវតែប្រមូលស្នាមមេដៃឬក៏ធ្វើយ៉ាងម៉េចកសាងភ័ស្តុតាងនឹងអ្វីដែលជាថៃបំពេញយើងនឹងឲ្យបានច្រើនហើយកសាងសំណុំរឿងដាក់សម្ពាធឲ្យរដ្ឋាភិបាលកម្ពុជាប្តឹងឬក៏យើងថ្ងៃណាមួយទៅបាតកម្មមុខណែតុលាការ ICJ នឹងតែម្ដងទាំងអស់គ្នាតែម្ដងមើលឲ្យដឹងច្បាស់ឲ្យដាក់ dossier នឹងមកបាត់ទៅហ្មងទៅដើម្បីឲ្យតុលាការ ICJ ដឹងថាប្រជាពលរដ្ឋខ្មែរបើរដ្ឋាភិបាលខ្មែរមិនប្តឹងមែនតែតំណាងប្រជាពលរដ្ឋខ្មែរគឺត្រូវការឲ្យតុលាការ ICJ នឹងដឹងឮទទួលចាត់ការស្អីមួយដោយប្រការណាមួយយ៉ាងហោចណាស់ក៏គោះទ្វារគេឲ្យគេភ្ញាក់ផ្អើលដែរមិនអញ្ចឹងហ៎កុំឲ្យអត់សោះអាហ្នឹងហើយដែលជារឿងដែលខ្ញុំចង់និយាយថាបន្តធ្វើទៀតនោះហើយរឿងនេះគឺវាបានផលជាជាងតែថាតែយើងនៅតែអត់ធ្មត់រហូតរដ្ឋាភិបាលអត់ធ្មត់បានហើយកុំទៅរករឿងធ្វើទុកបុកម្នេញរដ្ឋាភិបាលកម្ពុជាគាត់បានជ្រើសរើសផ្លូវមួយនេះហើយមិនត្រឹមតែប៉ុណ្្នឹងទេគឺមន្ត្រីអាមីអាថោងរបស់គេនឹងមកថាជាយុទ្ធសាស្ត្រជោគជ័យណាស់គឺឈ្នះថៃ 100% ឃើញគេអុកគូថៃហើយយើងនិយាយមកហ្នឹងគឺថាធ្វើឲ្យប្រជាពលរដ្ឋពេលខ្លះតលន់ណាបងប្អូនអុកគូថៃគេយកដីអស់ហើយអុកគូថៃហើយសិតតែថាអូដីហ្នឹងណានាយកកន្លែងណាយកទៅយើងមានប្លង់យើងមានស្អីដាក់នៅអង្គការសហជីវជាតិអស់ហើយដីយើងប្រវាយណាដីយើងប្រវាយមកណាគ្មានណាយកអីបានទេបងប្អូននិយាយមើលថាអាផែនទីដាក់នៅអង្គការសហជីវជាតិឬក៏អាផែនទីដែលប្រើស្អីគេហ្នឹងដាក់មកគឺគូសមកមើលទៅឲ្យច្បាស់ចាស់ហ្មងគឺណាបានហ្នឹងសំបីព្រះវិហារថៃទៀមទាមកកណរាប់10ឆ្នាំតម្រាំបានពីថៃវិញហាហ្នឹងគេកាត់ក្តីឲ្យខ្មែរឈ្នះផងនៅគេយកបាននៅគេរករឿងចោះតម្រាំតែមានភាពសពេចសពិលបែបនេះហើយឥឡូវគេយកលបងគេមកដាក់គេយកតបគេជីកត្រង់សេគេធ្វើផ្លូវគេធ្វើអីហើយបងប្អូននៅរំពឹងថាថ្ងៃក្រោយទៅយើងច្បាស់ជាយកពីគេបានវិញណាខ្ញុំថានេះគឺជាសេចក្តីសុបិនមួយដ៏រមើរវើរវាយមែនតើហើយខ្ញុំនិយាយនេះគឺបងប្អូនស្អំចិត្តក៏ស្អំចោះខ្ញុំមិនទៅថាលើកនឹងនិយាយថាអូញុះញង់ឲ្យមានបងប្អូននឹងក្រោកឡើងបះបោអត់ទេប៉ុន្តែកុំប្រើនយោបាយប្រជាពិធថាអ្វីដែលថៃកំពុងតែធ្វើនឹងថៃមិនអាចយកដីខ្មែរបានសំបីតែ1 មីលីម៉ែត្របងប្អូនរឿងនយោបាយព្រំដែននេះតាគេវាយប្រាវហើយមានបាត់ជប់បាញ់ហើយគេឈរជើងកន្លែងណាយើងយល់ព្រមកន្លែងណាគឺយើងនៅហ្នឹងហើយអញ្ចឹងហើយបានថៃ5ថ្ងៃហ្នឹងគឺថៃវាយសម្រុកយកបាន10ទីតាំងអត់តែប្រាសាទតាកបីទេហើយចុងក្រោយមករករឿងភូមិព្រៃច័ន្ទភូមិជោគជ័យដោយសារអីថៃចង់វាយឲ្យយូរជាងនឹងទៀតក៏ប៉ុន្តែសម្ពាធពីអាមេរិកខ្លាំងពេកតាក់តងនឹងរឿងពុនក៏កុំអាមេរិកដាក់ពុនអារឿងថាបើសិនជាមិនឈប់បាញ់គឺពុនកយហ្នឹងគឺត្រូវតែខ្លួនកថៃកាលពេលហ្នឹងប្រហែលជាមិនឈប់ទេវាយយកទាំងអស់ប៉ុន្តែដោយសារតែសម្ពាធនឹងខ្លាំងពេកទៅអត់មានជំរឿហើយណាមួយវាយយកបាន10ទីតាំងទៅហើយអត់បានតែប្រាសាទតាកបីហើយយកសិនទៅសឹងតែទាំងអស់ទៅហើយចាប់ផ្ដើមភ្លាមមកធ្វើបលាលួសសង់លេនដ្ឋានសង់ឲ្យបងប្អូននៅសម័យថាយើងមានប្លង់យើងនៅតុលាការយុតិធធអន្តរជាតិសំទោសអង្គការសហជីវជាតិប្លង់អីគេនៅហ្នឹងបើយើងអត់ទាំងប្តឹងគេផងហ្នឹងអូយើងគិតថាតាពេលស្រុកគេស្រួលបួលយើងប្តឹងបងប្អូនគ្មានពេលណាប្តឹងប្រសើរជាងពេលហ្នឹងទេដូចខ្ញុំនិយាយម្ដងទៀតពេលកំពុងតែកើតហេតុពេលកំពុងគេបំពេញពេលកំពុងតែគេបាញ់គេបាត់ល្មើសចាក់ស្ដែងភ័ស្តុតាងនៅក្រឡៅតាពេលយើងជុលកៅគ្នាតាពេលយើងត្រូវគ្នាគឺយើងអាចទៅសើរើអាហ្នឹងបានទេតែយើងសើរើគឺយើងសម្អោចក្នុងខោតែយើងសម្អោចក្នុងខោគេថាយើងបង្កហេតុតែយើងបង្កហេតុយើងបាញ់គ្នាទៀតគេវាយទៀតយកទៀតហើយបើដោះមីនហើយអស់ទៀតវាយគ្នាមកប្រាវទៀតអាកន្លែងចាស់ហ្នឹងក៏តែមិនបានគេវាយចូលថែមទៀតព្រោះយើងឆ្កាមីនអស់ទៀតហើយបងប្អូនសាកគិតរៀងធូរម៉េចខ្ញុំអរគុណណាស់ដែលបងប្អូនចេះស្អំចិត្តប្រជាពលរដ្ឋឲ្យជឿថាស្អីហ្នឹងកុំភ័យអានេះជានយោបាយប្រជាពិធទេបងប្អូនយើងអត់អាចនឹងថាមិនភ័យទេនៅពេលដែលគេចូលជីកលបងមកដល់ផ្ទះក្នុងផ្ទះយើងហើយយើងចេះតែគិតថាតែបន្តិចទៀតប្តឹងចៅសង្កាត់ប្តឹងមេភូមិអីទៅគេបានហើយចាស់ឥឡូវហេតុអីក៏មិនប្តឹងចាស់បើចាំកាលបានប្តឹងចាំផុសតាងនឹងរលុបអស់គេត្រូវរើគ្នាអស់គេសុំកលុំគ្នាអស់គេស៊ីស៊ូគ្នាអស់ដល់ពេលហើយឈិនឆៃណានៅហ្នឹងទៅបើអញ្ចឹងបើចូលមក10ម៉ែត្រថយទៅវិញ8ម៉ែត្រ2ម៉ែត្រទៅទុក8ម៉ែត្រចូលក្នុងដីយើងទៀតវាមានសម្បទានបែបហ្នឹងវានៅតែបាត់បង់តែបើឥឡូវគឺអត់មានទេណាជាលក្ខណៈគឺថាបណ្ណាយមិនដកគឺខ្ញុំអត់ចរចាអីអញ្ចឹងទៅតែខ្មែរយើងតទៅពេលថៃដឹងតែយើងដករហូតគឺថៃកាច់យើងរហូតតែបងប្អូនម្ដងទៀតកុំអស់សង្ឃឹមបន្តធ្វើអយុធនាការក្រៅស្រុកឲ្យអរគុណបងប្អូនខ្មែរនៅក្រៅស្រុកណាស់ប្រឹងប្រែងណាស់
គ្មានសម្រាប់ទេរវល់ការងារយ៉ាងណាក៏ប្រមូលគ្នាតវ៉ាលទ្ធភាពដែលអាចធ្វើបានមានតែវិធីហ្នឹងទេដែលបងប្អូនអាចជួយបានព្រោះអីរដ្ឋាភិបាលកម្ពុជាគាត់នឹងរកអស់ពីលទ្ធភាពដើម្បីទប់បងប្អូនកុំឲ្យនិយាយថាអ្វីដែលគេធ្វើហ្នឹងគឺមិនបានផលគេនឹងទប់ឲ្យគេនឹងបកស្រាយគ្រប់រឿងថាអានេះជាយុទ្ធសាស្ត្រគេឈ្នះទៅចាក់លហឹមដើម្បីស៊ីដាច់ស៊ីផុយហើយបងប្អូនចេះតែមើលទៅស៊ីកន្លែងណាទៅលោកឲ្យគេយកអស់ហើយហ្នឹងប៉ុន្តែកុំភ័យស៊ីហើយគឺយើងឈ្នះគេអត់គូដែរអីចឹងរហូតឥឡូវអាមេរិកគេដាក់ទណ្ឌកម្មឲ្យឃើញនៅយើងអែបអាមេរិកត្រូវហើយអាមេរិកគឺឃើញគេស្ដាប់យើងដោយសារតែយើងអែបអបឡែបឡប់អាមេរិកហ្នឹងលើកជើងគេទៅឥឡូវលោកត្រាំស៊ីជូតាមយើងហើយដល់ពេលឥឡូវគេកន្លះឆិចមកអាលក្ខខណ្ឌនៅក្នុងការចងឲ្យថៃដើម្បីទៅគោរពបាត់ជុបាញ់អត់គ្រាន់តែថាផ្អាកការចរចាពុនជាមួយថៃផ្អាកសិនទៅតែអត់មានចងកាតព្វកិច្ចឃើញដាច់ផ្ងាទៀតទេបងប្អូនអាមេរិកក៏មិនមានស្អីទឹកមាត់ប្រៃអីប្រហែលដែរព្រោះអាមេរិកក៏មានទំហំពាណិជ្ជកម្មតំណែងជាមួយថៃស្អិតរមួតណាស់គេមិនអាចនឹងបំបែកសន្ធិសញ្ញានៃការចោះជាសម្ព័ន្ធមិត្តជាមួយថៃបាននៅម្ដុំឥណ្ឌូចិនឬក៏អាស៊ីអាគ្នេយ៍នឹងបានទេជានយោបាយគេចេះតែធ្វើទៅដើម្បីកុំឲ្យថានេះវាចៃដន្យអីកុំដោយសារតែលោកត្រាំចង់បានអាពានរង្វាន់ Nobel សន្តិភាពហ្នឹងដើម្បីឲ្យស្រួលហើយណាមួយខ្មែរថៃអត់ពិបាកស្រួលសម្របគ្នាទេព្រោះគាត់មានគេហៅថាចំណុចខ្លាំងមួយគឺថាហ៊ានតែគម្រាមរឿងពុនខ្ញាក់ទាំងអស់គ្នាហើយគាត់ដាក់ទៅបានផលមែនតែម្ដងនេះដាក់ទៅអត់បានផលទេដោយសារអីថៃគេចាប់ផ្ដើមនិយាយផ្កើនដាក់មកវិញហើយអញ្ចឹងដូចថាចង់និយាយអាមេរិកក៏ដឹងដែរថាគ្មាននាយករដ្ឋមន្ត្រីថៃណាដែលនិយាយចឹងមួយអាមេរិកទេឥឡូវមានលោកអនុទិនច័ន្ទវរៈគុលមួយបើសិនដាក់ទៅក៏ថៃក៏គេមិនសូវជាខ្លាចដល់ចឹងទៅអញ្ចឹងដកលក្ខខណ្ឌហ្នឹងចឹងសិនគាត់ថាឈប់ចរចារឿងពុនឃើញគេទៅត្រូវរើគ្នាអញ្ចឹងបងប្អូនឥឡូវខ្ញុំបន្តរឿងមួយទៀតតាក់ទងនឹងរឿងកម្ពុជាគ្រោងខ្ចីលុយបន្ថែមជាង $3,000 លានបង្គ្រប់តម្រូវការថវិកាជាតិស្របពេលដែលបំណុលចាស់ជិត $13,000 លានមិនទាន់សងរួចតាមពិតមិនមានអីភ្ញាក់ផ្អើលប្រហែលទេនៅពេលដែលឮសូរកម្ពុជាខ្ចីលុយគេថែមព្រោះខ្ចីរាល់ឆ្នាំតែបងប្អូនយើងរកកាត់ពីមុនយើងរកបាន6យើងចាយ10នោះយើងរកបាន6យើងចាយ8យើងចាយ9អញ្ចឹងតែរហូតទេរកអត់ដែរគ្រប់ទេហើយនៅក្នុងពេលដែលយើងរកអត់បានគ្រប់ហ្នឹងគឺយើងត្រូវសងការប្រាក់គេដែលយើងជំពាក់បំណុលបរទេសជាង $10,000 លានពីមុនមកហ្នឹងការប្រាក់គេរាប់រយលានដុល្លារនៅក្នុងមួយឆ្នាំយើងសងតែការប្រាក់យើងសងអត់បានផងអញ្ចឹងយើងទៅមានលទ្ធភាពឯណាទៅសងរំលោះដើមហើយនៅពេលដែលយើងដើមក៏អត់បានរំលោះការប្រាក់យើងសងគេមិនតឹងគ្រប់យើងខ្វះការចាយប្រចាំថ្ងៃទៀតព្រោះយើងរកបាន6យើងចាយ8យើងរកបាន6យើងចាយ9ឥឡូវយើងរកបានឡើងបន្តិចហើយបើតាមឆ្នាំនេះតាមអ្វីដែលក្រសួងពាណិជ្ជកម្មនិងហិរញ្ញវត្ថុសេដ្ឋកិច្ចអីហ្នឹងដែលគេលើកឡើងហ្នឹងថាលុយចំណូលពន្ធគយឆ្នាំ2025នេះគេកើនឡើងដល់ទៅ$8,000 លានហើយជិត$8,000 លានហើយឬក៏ជាង$8,000 លាន8.1,000 លានណាប៉ុន្តែថវិកាជាតិឆ្នាំ2026នេះត្រូវការដល់ទៅ$10,000 លានជាងឯនោះហ្នឹងដល់តែអញ្ចឹងយើងត្រូវការលុយខ្ចីគេទៀតហើយមិនអញ្ចឹងដោយសារអីយើងរកអត់គ្រប់មាត់យើងចាយច្រើនជាងចំណូលហើយឥឡូវត្រូវខ្ចីថែម$3,000 លានជាង$3,100 លានទៀតសម្រាប់2026នេះដើម្បីបង្គ្រប់ថវិកាជាតិព្រោះយើងរកមិនគ្រប់ហើយអញ្ចឹងការជំពាក់គេយើងជំពាក់គេ$12,000 លាន$12,700 លានទៅហើយបាទជិត$13,000 លានហើយដែលយើងជំពាក់គេយើងមានមាស54តោនដែលថាក្រងនឹងដកពីធនាគារផ្សេងនៅដូច Swiss នៅអីហ្នឹងយកទៅដាក់នៅធនាគារចិនដើម្បីស្តុកទុកអី54តោនហ្នឹងវាបានត្រឹមតែប្រមាណគេហៅទុនបំរុងអន្តរជាតិហ្នឹងគឺតែប្រហែលជា$7,000 លានហ្នឹងយកមកសងបំណុលគេក៏សងអត់បាក់ប្រហែលបានតែពាក់កណ្ដាលហើយយកមកផ្គត់ផ្គង់ថវិកាជាតិក៏អត់បានទាំងមួយឆ្នាំផងណាព្រោះមួយឆ្នាំយើងត្រូវការដល់ទៅ$10,000 លានឥឡូវពេលដែលយើងខ្ចីគេ$3,000 លានជាងនេះគឺបានន័យថាយើងនឹងជំពាក់បំណុលគេកាន់តែច្រើនហើយអ្នកដែលឲ្យខ្ចីហ្នឹងគឺមានដូចជាធនាគារ ADB ធនាគារ World Bank ធនាគារអីហ្នឹងហើយទាំងអស់នេះមិនមែនឲ្យទៅទេគឺយើងទៅតែខ្ចីជំពាក់ការប្រាក់គេហើយច្បាស់ជាអាចនឹងខ្ចីពីបណ្ដាប្រទេសណាទៀតហើយខ្ញុំជឿថាប្រទេសដទៃហ្នឹងប្រហែលជាមិនដឹងជាឲ្យខ្ចីមិនទៀតដូចចិនអីយើងជំពាក់គេជាង$4,000 លានបំណុលដែលយើងជំពាក់បរទេសហ្នឹងគឺយើងជំពាក់ចិនច្រើនជាងគេហើយយើងបង់តែការប្រាក់ហើយមិនដឹងថាចិនហ្នឹងអាចឲ្យខ្មែរខ្ចីលុយថែមទៀតឬក៏យ៉ាងណាព្រោះអីយើងជំពាក់គេច្រើនដែរបើតែចិនឆៃចិនក្បាលស៊ីក្បាលចិនកតុយស៊ីកតុយមែនប៉ុន្តែគេរកចំណេញរបស់គេដល់ពេលយើងអត់ទាន់សងគេអស់ក៏គេមិនដឹងថាឲ្យយើងខ្ចីបានច្រើនជាងហ្នឹងទៀតហើយឥឡូវនេះដូចជាមានបញ្ហាអីចឹងហ្នឹងមិនដឹងថាយ៉ាងម៉េចហើយគម្រោងដែលខ្ចីលុយអត់បានហ្នឹងចិនដូចរៀងស្ទាក់ស្ទើរដូចអាស្អីប្រេជីកហ្វូណនអីហ្នឹងលុយប្រហែល$1,000 លានហ្នឹងមើលទៅដូចជាមិនទៅមុខទៀតទេដូចជានៅគាំងស្ញញហ្នឹងឯងដូចថាសម្ពោធហើយដល់អត់មានឃើញកសាងអីទេសូម្បីតែពលានយន្តហោះដែលចូលនៅណែកដាលស្ទឹងហ្នឹងដំបូងថាបានខ្ចីលុយចិនជួយច្រើនដល់ចុងក្រោយអត់មានលុយចិនខ្ចីបានផងប្រហែលជាមិនដឹងជាយ៉ាងម៉េចបានឡើងខ្ចីលុយចិនបានដែរនៅក្នុងចំណុចហ្នឹងហើយទៅជាក្រុមហ៊ុនឯកជនទាំងអស់ដូចជាមួយលោកអង្គញាខៀវប៉ុងខៀវសែអីហ្នឹង
ដែលជាលុយឯកជនលុយរដ្ឋអត់ទាំងមានផងពលានយន្តហោះមួយដែលជានិមិត្តរូបរបស់ជាតិយើងលុយសុទ្ធតែឯកជនហើយឥឡូវអាលុយឯកជនហ្នឹងចាប់ផ្ដើមមានការស៊ើបអង្កេតទៅពាក់ព័ន្ធជាមួយក្រុមហ៊ុន Prince របស់លោកអង្គញា Gen Z អីទៀតហ្នឹងមិនដឹងថាសឡកពុះយ៉ាងម៉េចទៀតផងអានេះហើយដែលចង់និយាយថាបើខ្ញុំគិតចេះវិញបើចិនអត់ឲ្យលុយខ្ចីឲ្យកម្ពុជាខ្ចីវិញខ្ញុំដូចជាសប្បាយចិត្តតែវិញទេបងប្អូនខ្ញុំសប្បាយចិត្តត្រង់ថាវាលំវាមិនដឹងមិនដែរអញ្ចឹងមិនឲ្យខ្ចីក៏ហីទៅឲ្យជាពាក់តែប៉ុណ្ណឹងបានហើយដោះស្រាយគ្នាសិនទៅបើឲ្យច្រើនទៀតកាន់តែផុងទៅអីអញ្ចឹងទៅអានេះវាមួយយ៉ាងប៉ុន្តែខ្ញុំជឿថាកម្ពុជាមិនអាចនឹងគ្រប់គ្រងប្រទេសតាក់ទងប្រាក់វាវត្តរាជការទាហាននឹងការចំណាយសពសារពើបើមិនបាន$3,000 លានទៀតទេថាវិការឆ្នាំ2026នេះគឺនឹងពិបាកហើយព្រោះអីត្រូវដំឡើងថាវិការផ្នែកវិស័យការពារជាតិយោធាអីហ្នឹងផងអានេះបើអត់មានលុយហ្នឹងក៏ពិបាកហើយខ្ញុំនិយាយថារឿងនេះក៏វាមិនជាអាក្រក់អីប្រហែលដែរបើខ្ចីលុយគេយកទៅជួយវិស័យការពារជាតិយើងឲ្យរឹងមាំទិញយន្តហោះចម្បាំងពីអាមេរិកខ្លះទៅហើយ F16 អីហ្នឹងព្រោះតើអាមេរិកគេលើកលែងហាមការលក់សពាវុធទៅខ្មែរអីហ្នឹងអាចយកលុយហ្នឹងទៅទិញការពារជាតិខ្ញុំថាប្រជាពលរដ្ឋអាចសាទរដែរព្រោះថាវាជ្រុលទៅពាក់គេឲ្យមានអាវុធយុទ្ធភ័ណ្ឌហ្នឹងកុំឲ្យថៃផ្កើនពេកអីចឹងដែរអញ្ចឹងណាប៉ុន្តែបងប្អូនបើទោះបីជាបំណុលយើងរហូតដល់ទៅជិត$13,000 លានហើយគ្រោងខ្ចី$3,000 លានទៀតជាងនឹងក៏ដោយក៏មន្ត្រីសេដ្ឋកិច្ចរដ្ឋាភិបាលខ្មែរហ្នឹងគេនៅតែគិតថាអត់អីទេយើងនៅតែមានលទ្ធភាពខ្ចីបានទៀតខ្ញុំស្រឡាញ់មែនតើស្រឡាញ់រឿងបកកាយលួងចិត្តយើងថាកុំភ័យជាពាក់គេប៉ុណ្ណឹងក្តីយើងនៅខ្ចីគេបានទៀតលទ្ធភាពរបស់យើងគឺនៅតែអាចខ្ចីគេបានមិនមែនលទ្ធភាពយើងនៅសងគេបានទេណាលទ្ធភាពយើងនៅខ្ចីអត់ទាន់ដល់កម្រិតមួយដែលខ្ចីគេលែងបានទេអាហ្នឹងសម្រាប់ការអួតពីខាងភាគីកម្ពុជាតែយ៉ាងណាបងប្អូនប្រជាពលរដ្ឋក៏អាចត្រូវការស្អំចិនចឹងដែរឲ្យថាខ្ចីបានហ្នឹងទប់ទល់បានគ្រប់គ្រងបានប៉ុន្តែបំណុលកាន់តែរំសួតទៀតហើយព្រោះយើងរកបានអត់គ្រប់ចាយប៉ុណ្ណោះហើយប្រហែល10ឆ្នាំអីហ្នឹង30-40 ឆ្នាំយើងអត់ដែលរកបានលើសពីការចំណាយប៉ុណ្ណឹងហើយបងប្អូនបើគិតពីគណិតវិទ្យាថ្នាក់បឋមសិក្សាក៏យើងគិតថាទៅមុខវាមិនរួចដែរបងប្អូនមិនចឹងហ៎បើយើងរកបាន5យើងចាយ6រកអញ្ចឹងបានន័យដូចទឹកនៅក្នុងពាងអញ្ចឹងយើងចាក់3ផ្តិលយើងដកចេញរំហួតវាវិញ6ផ្តិលនោះហ្នឹងវាអត់មានហ្នឹងតិចទៀតទៅកោសបាតពាងហ្នឹងដោយទាំងស៊ីម៉ង់ទៀតហើយចោះនៅហួតនៅហែងនៅអាកាសធាតុប្រែប្រួលក្តៅផងវារំហួតទៀតអស់លីងហ្នឹងអញ្ចឹងហើយធ្វើមិនទៅអញ្ចឹងពាងហ្នឹងនឹងប្រេះក្រហែងបែកតិចអស់ហើយតែយ៉ាងណាកម្ពុជាគេថាទុកចិត្តគេទៅវាមិនអីទេតែយើងជួនកាលយើងចិត្តតែខ្វល់ហួសបាទខ្វល់ហ្នឹងក៏មិនផុតពីការខ្វល់ប្រជាពលរដ្ឋខ្មែរយើងនៅក្រៅប្រទេសថ្ងៃនេះខ្វល់នឹងវត្តមានទ័ពវៀតណាមនៅក្នុងការសម្ពោធសាលារៀនមួយនៅស្វាយរៀងនាំឲ្យយើងថាចាប់ព្រួយចិត្តបងប្អូននៅស្រុកក្រៅដូចជាព្រួយខ្លាំងពេកដឹងអីព្រោះអ្នកនៅស្រុកខ្មែរគេសិតតែមន្ត្រីរាជការគេគ្រប់គ្រងប្រទេសគេរាប់សិបឆ្នាំមកហើយរួយគេបានប៉ុណ្ណឹងដែរហើយយើងនៅតែភ័យចឹងរហូតងាប់ហើយអត់បានទទួលទានតំណែងហ្នឹងទៅជាកើតជំងឺឈឺកាត់អីយើងដែរទេបងប្អូនគាត់ភ័យហ្នឹងចេះដោយសារតែបងប្អូនប្រហែលជាឃើញប្រហែលជា2ថ្ងៃមុនមានពិធីសម្ពោធសាលារៀនបឋមសិក្សាមួយនៅឯខេត្តស្វាយរៀងបាទសាលារៀននៅខេត្តស្វាយរៀងនេះគឺមានគណៈប្រតិភូចម្លែកណាស់យើងចង់និយាយថាសាលាគឺវាសម្រាប់ស៊ីវិលទេមិនអញ្ចឹងឯងបងប្អូនសាលាគឺសម្រាប់ប្រជាពលរដ្ឋស៊ីវិលសម្រាប់សាលារៀនវាជាការសាធារណៈទូទៅប៉ុន្តែវាមានមន្ត្រីកងទ័ពយោធាកងទ័ពវៀតណាមកម្ពុជាហ្នឹងនិងរដ្ឋមន្ត្រីក្រសួងការពារជាតិខ្មែរយើងលោកទាសីហាហ្នឹងក៏ធ្វើជាអធិបតីហើយមានការលើកទង់វៀតណាមនិងកម្ពុជានឹងបក់រវិចផ្អើលពេញនៅឯឃុំមួយនៅឯខេត្តស្វាយរៀងហ្នឹងដែលធ្វើឲ្យប្រជាពលរដ្ឋមួយចំនួននៅស្រុកក្រៅនេះចិត្តតែព្រួយបារម្ភថាអូយ៉ាងម៉េចទៅហើយតាមពិតនេះបើយើងមើលឲ្យមែនតើគម្រោងសាលារៀនហ្នឹងគឺខ្ញុំនឹងប្រាប់ពីទីតាំងគឺគេហៅថាសាលាបឋមសិក្សាសាំងសវណ្ណនៅភូមិកក់ឃុំស្វាយរំពៀខេត្តស្វាយរៀងពិធីបញ្ចុះបឋមសិលាគេធ្វើមុននេះគឺពីថ្ងៃទី13ខែវិច្ឆិកាយើងនេះគឺ2ថ្ងៃមុននេះហើយ3ថ្ងៃទៅហើយគម្រោងសាលាបឋមសិក្សាសាំងសវណ្ណនេះគឺជាទឹកប្រាក់របស់ក្រសួងការពារប្រទេសនៃប្រទេសវៀតណាមអញ្ចឹងបានន័យថាជាលុយរបស់ភាគីវៀតណាមដែលជួយថវិកាចំនួន$950,000បើជិត$1 លានដើម្បីសាងសង់សាលារៀននេះតាមពិតវាជាសមានចិត្តដ៏ល្អហើយពីភាគីវៀតណាមនៅក្នុងការជួយសាងសង់សាលារៀនវាបានជាការបណ្ដុះបណ្ដាលជាអីទៅក្មេងៗកុំឲ្យនៅកណ្ដាលភ្លៀងកណ្ដាលខ្យល់អីវាជាអំពើបុណ្យនឹងចង់និយាយថាជាការជួយក្នុងវិស័យអប់រំយើងគួរតែសាទរទៅតាមពិតអំណោយសម្រាប់សង់សាលារៀនមន្ទីរពេទ្យសម្រាប់បម្រើប្រយោជន៍សាធារណៈអ្នកណាឲ្យក៏បានដែរ
យើងយកមកដើម្បីបម្រើប្រជាពលរដ្ឋនៅភូមិឋានយើងទៅវាមិនខុសឆ្គងអីទេចំពោះខ្ញុំមិនចំទាស់លុយជំនួយដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធដើម្បីបងប្អូនប្រជាពលរដ្ឋយើងជាពិសេសនៅខាងស្វាយរៀងចុងកាត់មាត់ញោមហ្នឹងក៏ខ្វះខាតអីបានសាលាបានអីហ្នឹងក៏ជាការសាទរល្អហើយក៏អរគុណវៀតណាមទៅដែលគេមានចិត្តជួយយើងចិត្ត$1 លានបើគេមិនជួយក៏យើងមិនដឹងទៅធ្វើអីគេដែរពួកគេមានគម្រោងអភិវឌ្ឍនៅវៀតណាមមកកណោក៏ដឹកហ្នឹងហេតុអីក៏យើងទទួលជំនួយគេនឹងមិនបានតែបងប្អូនខ្មែរអត់ជំទាស់ជំនួយនឹងទេខ្ញុំជឿថាបងប្អូនខ្មែរនៅក្រៅប្រទេសក៏មិនជំទាស់ជំនួយរបស់វៀតណាមនឹងដែរប៉ុន្តែបារម្ភរឿងវត្តមានយោធាវៀតណាមជាន់ខ្ពស់មកសម្ពោធសាលានេះហើយក៏ក្រឹកក្រែងពេញណាពេញណីអញ្ចឹងទៅតែធ្វើឲ្យពួកគាត់ថាដូចជាសម្បើមពេកសម្បើមហ្នឹងគឺដូចថាហេតុអីបានជាសម្ពោធសាលារៀនស៊ីវិលសោះមានវត្តមានយោធាវៀតណាមមកច្រើនម្ល៉េះហើយពាក់ក្រងឯកសណ្ឋានយោធាទៀតវាគួរតែជាការសម្ពោធកន្លែងដែលបដិបដាលយោធាកន្លែងដែលបដិបដាលតបឬក៏គម្រោងជួយសពាវុធដល់កម្ពុជាអីលាក់នឹងលាក់អីចឹងផ្នែកខាងយោធាដែលត្រូវមានវត្តមានយោធាហើយសាលាហ្នឹងគួរតែសាលាយោធាតែដល់ពេលសាលាបឋមសិក្សាបែបនេះបងប្អូនមួយចំនួនហាក់បីដូចជាឆ្ងល់តាមពិតគាត់ឆ្ងល់ដែរទេប៉ុន្តែខ្ញុំអត់ឆ្ងល់ទេបងប្អូនខ្ញុំអត់ឆ្ងល់ថងថាអ្វីក៏ជារូបភាពនយោបាយដែរកម្ពុជាកំពុងតែមានទំនាស់ជាមួយថៃកម្ពុជាកំពុងតែត្រូវការឲ្យមានរូបភាពមួយថាកម្ពុជាមិនឯកោទេទាំងវិស័យយោធាទាំងវិស័យការទូតទាំងវិស័យអីក៏ដោយដូច្នេះកម្ពុជាត្រូវតែស្រវេស្រវាឆ្លៀតឱកាសដើម្បីបង្ហាញរូបភាពមួយថានៅកម្ពុជាក៏មានចិនក៏មានវៀតណាមមានអីចឹងដែរតែជាមិត្ត10000ឆ្នាំមិត្តដៃថែបអីចឹងទៅហើយឱកាសនេះគឺជាឱកាសមាសដែរដើម្បីបញ្ជាក់ប្រាប់ថាវៀតណាមនៅជាប់របងយើងទេហើយដើម្បីភ្ជាប់ឲ្យឃើញថាតើអាចនឹងពឹងវៀតណាមបានឬយ៉ាងណានោះគឺមានតែតាមរយៈការជួយលុយតាមសាលារៀនបឋមសិក្សាអីមួយខ្នងអញ្ចឹងទៅហើយអញ្ជើញគណៈប្រតិភូឲ្យមកសម្ពោធអីវាអត់មានខុសឆ្គងអីទេអ្នកដែលគេជួយលុយគេមកសម្ពោធគាត់ថាដូចថាវាឆ្គងត្រង់ថាយោធាមកប្រពាក់ប្រពូនពេកនៅក្នុងកន្លែងស៊ីវិលអីអញ្ចឹងដែលវាគាត់ថាមើលទៅវាឆ្កងភ្នែកណាហើយឆ្កងភ្នែកហ្នឹងគឺធ្វើឲ្យបងប្អូនមួយចំនួនហ្នឹងដោយទាំងលោកម៉ែនណាតហើយនិងលោកអ៊ុំសំអានដែលគាត់រហូតដល់និយាយថាលោកអ៊ុំសំអានគាត់ថាកម្ពុជាយើងប្រហែលជាខ្លាយទៅស្របតាមផែនការ Indo-Chin ដែលវៀតណាមគ្រប់គ្រងនឹងហើយឬក៏យ៉ាងម៉េចអីចឹងទៅលោកម៉ែនណាតហ្នឹងក៏គាត់ទៅដាក់ក្តីកង្វល់ថាសូមឲ្យមើលពិចារណាអីចឹងទៅសុទ្ធតែខ្វល់ឃើញយោធាវៀតណាមលើដីខ្មែរអញ្ចឹងណាប៉ុន្តែលោកអ៊ុំសំអានហ្នឹងរហូតដល់និយាយប្រើពាក្យថាខ្លាចតែតិចទៀតទៅសុំវីសាទៅលេងស្រុកខ្មែរដែលយើងជាជនជាតិខ្មែរអានេះជាភាសានយោបាយរបស់លោកដែរដែលលោកបារម្ភពីរឿងវត្តមានយោធាហើយគេសង់សាលានៅតាមព្រំដែនអីអញ្ចឹងទៅបារម្ភខ្លាចការជ្រៀតចូលឈ្លានពានរំលោភទឹកដីអីអញ្ចឹងអានេះគឺជាកង្វល់ព្រោះលោកអ៊ុំសំអានហ្នឹងជាអ្នកតស៊ូមតិព្រំដែនហ្នឹងក៏យូរដែរហើយតែបងប្អូនឥឡូវនេះដូចខ្ញុំនិយាយចឹងខ្ញុំអត់ភ្ញាក់ផ្អើលទេខ្ញុំក៏គាត់ថាគិតថានេះគឺជាសារនយោបាយឆ្លៀតឱកាសដើម្បីប្រាប់ថាកម្ពុជាមានវៀតណាមមានអីនៅក្បែរបង្កោយអីអញ្ចឹងទៅបានគ្នាអីអញ្ចឹងហើយក៏កុំឲ្យរងាបងប្អូនខ្មែរនឹងពេកដែរជួនកាលអីពេលដែលឆ្លោះគ្នាជាមួយថៃយើងដកថយរហូតយើងអាមេរិកក៏ផាត់ចិនចោលទៀតតើបានសង្ឃឹមអីអញ្ចឹងទៅវិលទៅរកមិត្តចាស់10000ឆ្នាំរបស់យើងវៀតណាមនឹងវិញបើទោះបីកម្ពុជាការលោកហ៊ុនសែនធ្លាប់ហ៊ានតបមាត់ទៅវៀតណាមថាលែងពឹងលែងស្អីកុំអីណាសំបីអាប្រេជីកហ្វូណននោះធ្លាប់រករឿងវៀតណាមថាមកហ៊ានខ្ទាស់មកហ៊ានអីកម្ពុជាគ្មានចំណុះគ្មានអីអញ្ចឹងទៅពេលខ្លះនយោបាយគឺកម្លាដើម្បីស្អំចិត្តប្រជាពលរដ្ឋថាកម្ពុជាមិនស្ថិតក្រោមអាណានិគមឬក៏ការលើកបន្ទប់របស់វៀតណាមអីអញ្ចឹងថាយើងនឹងរួចពីដង្កៀបនឹងអីអញ្ចឹងណាប៉ុន្តែដល់ពេលឃើញរូបភាពអីចេះបងប្អូនប្រជាពលរដ្ឋគិតថាតដែលទៀតហើយវៀតណាមនៅតែមានឥទ្ធិពលនៅស្រុកខ្មែរអញ្ចឹងណាប៉ុន្តែសម្រាប់កម្ពុជាគឺគេជាសារនយោបាយប្រាប់ទៅប្រទេសថៃឬក៏ប្រទេសណាផ្សេងទៀតថាកម្ពុជាសហការជាមិត្តចិត្តខាងល្អគ្រប់តែប្រទេសទេមិនមែនតែវៀតណាមមិនមែនតែថៃទេកម្ពុជាអត់ដែលចង់ជាសត្រូវនរណាអីអញ្ចឹងនេះក៏អាចជារូបភាពនយោបាយមួយទៀតទៅបាទបងប្អូនខ្ញុំគ្រាន់តែជាព័ត៌មានសម្រាប់ជូនបងប្អូនប៉ុណ្ណឹងហើយព័ត៌មានចុងក្រោយមុននឹងបងប្អូនទទួលទានដំណេកហើយសូមអធិស្ឋានយប់ជ្រៅណាស់ទៅហើយគឺតកតងនឹងម្ចាស់ Facebook The Morning លោកសារៈសុំទោសករណីមិនទុកចិត្តជនបរទេសហើយមិនត្រឹមតែលោកសារៈចេញមកសុំទោសទេគឺមន្ត្រីឬក៏សកម្មជនគណបកប្រជាជនកម្ពុជានៅទីក្រុងឡុងប៊ិចនេះដែលសហការរៀបចំកម្មវិធីទទួលលោក Michael Alfaro នៅភោជនីយដ្ឋានហាក់ហៀងកាលពីថ្ងៃទី7ខែវិច្ឆិកាក៏ចេញមកបកស្រាយតាក់ទងនឹងរឿងប្រមូលលុយរឿងទទួលលោក Michael Alfaro និងរឿងហេតុអីបានជាលោក Michael Alfaro ឬក៏មានការរារាំងមិនឲ្យ Michael Alfaro សម្ភាសជាមួយខ្ញុំអីចឹងទៀតបាទហើយថ្ងៃនេះខ្ញុំនឹងនិយាយត្រួសប៉ុណ្ណឹងប៉ុន្តែខ្ញុំនឹងទុកឱកាសសម្ភាសប្រធានសមាគមខ្មែរនៅរដ្ឋ North Carolina ជាពិសេសក្រោយការផ្សាយបន្តផ្ទាល់នេះចប់ទៅប្រហែលជាកន្លះម៉ោងក្រោយខ្ញុំនឹងសម្ភាសលោក
ថាច់សៃហានៅឯរដ្ឋ North Carolina ដើម្បីជម្រាបបងប្អូនលំអិតបន្ថែមទៀតអំពីអ្វីនៅពីក្រោយឆាកនៃការដែលមានបញ្ហារឿងលោក Michael Alfaro ហើយម្ដងទៀតបងប្អូនខ្ញុំអត់មាននិយាយនេះដើម្បីបរិហាគេអ្នកណាទាំងអស់អត់មានបន្ទុចផ្អាកដំណើរល្អក្នុងការស្រាវជ្រាវក្នុងការជួយកម្ពុជាក្នុងប្រការណាខ្ញុំអត់ខ្ទាស់ទេប៉ុន្តែខ្ញុំមានភារកិច្ចក្នុងការបង្ហាញព័ត៌មានពីជ្រុងសងខាងដើម្បីឲ្យដឹងថាអ្វីនៅពីក្រោយបញ្ហាហើយបងប្អូនយកទៅពិចារណាខ្លួនឯងថ្ងៃនេះគឺម្ចាស់ Facebook មួយឈ្មោះថា The Morning ដែលឥឡូវនេះខ្ញុំស្គាល់ឈ្មោះគាត់ហើយព្រោះអានច្រើនទៅគាត់ឈ្មោះសារៈគាត់ឡើងមកសុំទោសយ៉ាងខ្លី3ម៉ាត់សុំទោសគឺគាត់និយាយថាសម្ដៅទៅលើបរទេសពឹងមិនបានហ្នឹងកុំទុកចិត្តហ្នឹងគឺអត់សម្ដៅទៅលោក Michael Alfaro ភាសានេះគឺខ្លីមែនតើតែគាត់បកស្រាយយ៉ាងខ្លីគាត់ចង់និយាយថាជនបរទេសមួយចំនួនមិនអាចទុកចិត្តអីចឹងប៉ុន្តែក្នុងន័យហ្នឹងគាត់មិននិយាយសម្ដៅទៅលើលោក Michael Alfaro ខ្ញុំជឿថាមិនដឹងថាលោកសារៈឬ The Morning Show ដែល Facebook នេះមានសម្ពាធប៉ុណ្ណានៅក្នុងការត្រូវឆ្លើយបែបនេះទេព្រោះអីអ្វីដែលលោកឆ្លើយថាមិនថានិយាយទៅលោក Alfaro នេះគឺលោក Michael Alfaro ខ្លួនឯងហ្នឹងបានចេញសេចក្តីប្រកាសនៅតាម Facebook គាត់ពីម្សិលមិញរួចទៅហើយគឺផ្ដាច់សង្វាស់សុំទោសផ្ដាច់សង្វាស់មើលតាពីគឺផ្ដាច់ទំនាក់ទំនងគឺឈប់តាក់តងលោកណែ The Morning Show ហើយដែលឈ្មោះសារៈនឹងក្រុមនឹងសមាគមខ្មែរមួយនៅរដ្ឋ North Carolina គឺសមាគមដែលដឹកនាំដោយលោកថាច់សីហានឹងផងដែលរៀបចំកម្មវិធីដែលធ្វើឲ្យគាត់បានជួបសហគមន៍ខ្មែរកន្លងមកហើយលោក The Morning ហ្នឹងក៏អមហាយហមដំណើរជាមួយលោក Michael Alfaro ទៅទល់ដែនព្រៃច័ន្ទជោគជ័យហ្នឹងជាញឹកញយហើយក៏ចូលរួមជាផ្នែកមួយនៅក្នុងការអង្គាសលុយខាងស្រុកខ្មែរឯកសមាគមខ្មែរជាអ្នកគ្រប់គ្រងអង្គាសលុយខាងនៅស្រុកក្រៅនៅអាមេរិកអីចឹងដូច្នេះនៅពេលដែលលោកនិយាយថាលោកមិនបាននិយាយសម្ដៅទៅលើលោក Michael Alfaro នេះគឺជាពាក្យសំទោសនេះគឺជាពាក្យដែលគាត់និយាយពំតំណត់ខ្លួនឯងដែរដោយសារអីដំបូងឡើយហ្នឹងគឺគ្មានអ្នកណាដែលជាបរទេសដែលគាត់និយាយក្រៅពីលោក Michael Alfaro ទេព្រោះហេតុអីបានជាអញ្ចឹងលោកអាចដើរជាមួយបរទេសណាហើយធ្វើការជាមួយបរទេសណាហើយតាក់តងនឹងការដែលតាក់តងនឹងពឹងពាក់អីរឿងអីហ្នឹងគឺឃើញតែលោកជាមួយនឹង Michael Alfaro មួយរយៈពេលចុងក្រោយបិទតែគាត់មិនមានឈ្មោះអីក៏ដោយប៉ុន្តែអ្នកដែលប្រាប់ថាគាត់និយាយពាក់ព័ន្ធនឹងលោក Michael Alfaro គឺលោក Michael Alfaro ខ្លួនឯងតាដែលនៅក្នុង Facebook ម្សិលមិញលោក Michael Alfaro និយាយថាឈប់ទុកចិត្តឈប់តាក់តងឈប់អីទាំងអស់ដោយសារតែចោតលោក The Morning Show នេះលោកសារៈនេះហើយនឹងសមាគមខ្មែរនៅ North Carolina ថាបរិហាគេគាត់ដោយគ្មានភស្តុតាងហើយឈប់តាក់តងធ្វើសកម្មភាពអីជាមួយគ្នាតរៀងទៅចាប់តាំងពីម្សិលមិញហើយត្រូវអនុវត្តភ្លាមទៀតផង